បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមលោកស្រង់យកទៅបទសារព័ត៌មានមួយដឹងការពិតហើយក្រោយឪពុកសាច់ថ្លៃបានសារភាពប្រាប់មូលហេតុករណីជំរិតទាបប្រាក់នៅខេត្តកណ្ដាលពុកម៉ែបងប្អូនទាំងអស់គ្នាក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានដឹងថាពាក់ព័ន្ធការបង្ហោបផ្សព្វផ្សាយជាបន្តបន្ទាប់ករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសចាប់ជំរិតបណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតនៅឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលដែលអនុវត្តបទបញ្ជាដល់ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការឋាននគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានទៅដល់ការខកខ្លួនជនសង្ស័យបានម្នាក់ករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ដែលមានស្ថានទម្ងន់ទោសហេតុការណ៍ខាងលើនេះគឺបានកើតឡើងនៅវេលាថ្ងៃទី10ខែឧសភាឆ្នាំ2026នៅម៉ោង 8:30 នាទីនៅចំណុចផ្ទះដែលមានឈ្មោះថាកឹមវណ្ណាដែលស្ថិតនៅក្នុងភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលជនរងគ្រោះដែលស្លាប់មានឈ្មោះថារតនាមេងស៊ីមភេទស្រីអាយុ5ឆ្នាំរស់នៅក្នុងបន្ទប់គ្រួសារមានទីលំនៅភូមិកំពង់សំណាញ់ទី1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលដែលមានឪពុកឈ្មោះថាទេពរតនាអាយុ30ឆ្នាំមុខរបរលក់ដូរនិងម្ដាយឈ្មោះជឿនស៊ីនួនអាយុ29ឆ្នាំមុខរបរលក់ដូរដូចគ្នាគ្រួសារនេះមានទីលំនៅនៅក្នុងភូមិកំពង់សំណាញ់ទី1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលគ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យតែងទៅនាំគ្នាទៅលេងស្រុកកំណើតនៅក្នុងភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះថាកឹមវណ្ណាភេទប្រុសអាយុ35ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅនៅក្នុងភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលត្រូវជាពូសាច់ថ្លៃរបស់ក្មេងជនរងគ្រោះម៉ាក់ថ្លែនការធ្វើតេស្តទឹកនោមរោគសារធាតុញៀនលទ្ធផលអវិជ្ជមានវត្ថុតាងដែលចាប់យកទី1ទូរស័ព្ទដៃ1គ្រឿងម៉ាក Nokia N.7 ពណ៌ខៀវទី2ទូរស័ព្ទដៃ1គ្រឿងម៉ាក Oppo ពណ៌ខ្មៅជារបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ដែលមានស្ថានទម្ងន់ទោសចាប់ជំរិតបណ្ដាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែនមូលហេតុជនសង្ស័យឆ្លើយថាដោយសារតែម្ដាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួននិងខ្ចីលុយពីម្ដាយជនរងគ្រោះមិនបានចង់មូលហេតុយ៉ាងខ្លីរបស់វាគឺវាចោទថាម្ដាយជនរងគ្រោះនឹងអត់ឲ្យខ្ចីលុយហើយមើលងាយមើលថោកជាដើមសូមបញ្ជាក់ថាឪពុកម្ដាយជនរងគ្រោះមានទីលំនៅភូមិកំពង់សំណាញ់ទី1សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលរៀងរាល់ថ្ងៃសៅរ៍អាទិត្យតែងតែនាំជនរងគ្រោះទៅលេងជីដូនជីតានៅភូមិកូនជ្រែឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលដែលទល់មុខគ្នាជាមួយនឹងផ្ទះជនសង្ស័យទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្ដងបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីបាទអញ្ចឹងបងប្អូនដែលមានកូនក្មេងតូចៗចឹងសូមប្រុងប្រយ័ត្នឲ្យមែនទែនដោយសារតែបច្ចុប្បន្ននេះយើងឃើញមានថាហេតុការណ៍ផ្សេងប្លែកៗតែកើតមាននៅក្នុងសង្គមរបស់យើងអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នការពារប្រសើរជាងព្យាបាលចុះនៅក្នុងករណីនេះដែរបាទមិននឹកស្មានដល់ថាវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងធម្មតាកូនក្មេងអាយុ 4-5 ឆ្នាំគឺពេញស្រឡាញ់បាទមិនថាឪពុកម្ដាយសំបីតែយើងជាមនុស្សធម្មតាហ្នឹងហើយឃើញកូនគេដូចជាកូនខ្លួនយើងអញ្ចឹងក្មេងៗប៉ុណ្ណឹងគឺនឹងពេញស្រឡាញ់អញ្ចឹងទម្រាំឪពុកម្ដាយបកកើតទៀតតើគាត់ធ្វើចិត្តបានយ៉ាងណានឹងករណីអញ្ចឹងសូមមកបងប្អូនប្រកាន់ការប្រុងប្រយ័ត្នបើចឹងសូមមកចប់នៅតំបន់នេះតែតំណេះសិនបន្តចូលទៅសារព័ត៌មានមួយទៀតអត់ការងារធ្វើនៅរីម្នាក់ចង់បានឥទ្ធិពលទិញខោអាវពីទីផ្សារបន្លំធ្វើនគរបាលជាតិត្រូវបានឃាត់ខ្លួន
បាទពិតជាអត់ការងារធ្វើមែនរាជធានីភ្នំពេញនារីម្នាក់ហេតុតែចង់បញ្ចេញអត្តពលឲ្យអ្នកដទៃខ្លាចនិងដើម្បីទាញយកប្រយោជន៍ផ្សេងពីឯកសណ្ឋាននេះណាមួយចង់ធ្វើជាមន្ត្រីនគរបាលជាតិផងនោះនាងពុំបានទៅដាក់ពាក្យប្រឡងត្រឹមត្រូវតាមច្បាប់នោះទេផ្ទុយទៅវិញនាងបែរជាលេងផ្លូវកាត់ដោយចំណាយប្រាក់ជាង$100ទៅទិញឯកសណ្ឋាននគរបាលជាតិដែលមានឈុតសម្លៀកបំពាក់សាក់ផ្លាកឈ្មោះជាដើមពីផ្សារទឹកថ្លាយកមកស្លៀកហឺហាព្រមទាំងសៀតកំភ្លើងជ័រមួយដើមសំញែងមហាជនទៀតផងដោយសារតែដឹងច្បាស់ថានាងនោះពុំមែនជាមន្ត្រីផងប៉ុន្តែបែរជាស្លៀកឯកសណ្ឋាននគរបាលបែបនេះធ្វើឲ្យមហាជនបានរីកាជូនកម្លាំងនគរបាលខណ្ឌកំពូលឲ្យចុះទៅធ្វើការឃាត់ខ្លួនរួចក៏នាំមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ការឃាត់ខ្លួននោះបានធ្វើឡើងកាលអំពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី9 ឧសភាឆ្នាំ2026នៅចំណុចបូរីលីវ៉ានីភូមិព្រែកតាកៃសង្កាត់បឹងធំខណ្ឌកំពូលរាជធានីភ្នំពេញនារីម្នាក់នោះគឺមានឈ្មោះថាង៉ែតច័ន្ទយ៉ាអាយុ21ឆ្នាំគ្មានមុខរបរនោះទេឆ្លងកាត់ការធ្វើតេស្តទឹកនោមរកមិនឃើញសារធាតុញៀនហើយបច្ចុប្បន្ននាងមានទីលំនៅនៅក្នុងភូមិខាងលើនគរបាលបានកសាងសំណុំរឿងចោទប្រកាន់រូបនាងអំពីបទប្រើប្រាស់នៅឯកសណ្ឋានជាអាចដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធាក្រោយពេលដែលគាត់ខ្លួននគរបាលបានដកហូតបានឯកសណ្ឋាននគរបាលជាតិ2កំភ្លេចំណែកឯកំភ្លើងខ្លីជួរដែលមហាជនអាងថាបានឃើញនាងសៀតនៅចង្កេះកាលអំពីប្រមាណថ្ងៃមុននោះរកមិនឃើញនោះឡើយបើយោងតាមការប្រាប់ឲ្យដឹងអំពីនគរបាលខណ្ឌកំពូលមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថាកាលអំពីថ្ងៃទី29 មេសាឆ្នាំ2026វេលាម៉ោង 8:30 នាទីព្រឹកនាងម្នាក់នោះបានទៅផ្សារទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញរួចក៏បានទិញឯកសណ្ឋាននគរបាលជាតិដែលមានពណ៌ទឹកដោះគោខោអាវការងារមួយកំភ្លេពាក់អត្តលេខ88007អត្តលេខនេះបានជាន់គ្នាជាមួយនឹងថ្នាក់ដឹកនាំសាក់51គូនិងឯកសណ្ឋាននគរបាលច្រឡំសាក់51គូបាទសុំទោសសាក់5គូនិងឯកសណ្ឋាននគរបាលប្រយុទ្ធមួយកំភ្លេប៉ាក់ឈ្មោះង៉ែតច័ន្ទយ៉ាអត្តលេខ88007នៅក្នុងតម្លៃ$105អាមេរិកបន្ទាប់មកក៏យកមកស្លៀកពាក់ធ្វើអង្ហើយនគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថាខណៈពេលដែលមហាជនបានឃើញនាងស្លៀកសៀតកំភ្លើងជ័រមួយដើមនៅនឹងចង្កេះទៀតផងហើយសម្ញែងដាក់គេឯងធ្វើខ្លួនជាមន្ត្រីនគរបាលពិតអញ្ចឹងនោះដោយនាងស្មានថាការក្លែងខ្លួនជាមន្ត្រីនគរបាលបែបនេះគ្មានអ្នកដឹងលុះដល់ថ្ងៃទី9 ឧសភាឆ្នាំ2026មហាជនក៏បានរីកាប្រាប់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងធំនិងនគរបាលខណ្ឌកំពូលបានដឹងហើយនគរបាលខាងលើក៏បានចុះទៅឃាត់ខ្លួននារីម្នាក់នោះនាំយកមកសួរនាំនៅប៉ុស្តិ៍ពេលនោះនាងក៏បាននិយាយថាព្រោះតែចង់បានអត្តពលឲ្យគេខ្លាចញញើតនៅដើម្បីទាញយកប្រយោជន៍ផ្សេងពីឯកសណ្ឋានជាតិនេះផងទើបនាងបានចំណាយប្រាក់ទៅទិញនៅឯផ្សារយកមកស្លៀកតែម្ដងនគរបាលដដែលបានបញ្ជាក់ប្រាប់ថាស្ត្រីរូបនេះចង់ធ្វើជានគរបាលជាតិប៉ុន្តែកន្លងមកនាងពុំមានប្រវត្តិដាក់ពាក្យធ្វើជានគរបាលជាតិឡើយហើយនៅពេលដែលខ្លែងបន្លំជានគរបាលអស់រយៈពេលប្រហែលថ្ងៃនេះនាងពុំទាន់បានយកអត្តពលអ្វីទៅប្រព្រឹត្តបទល្មើសនៅឡើយទេប៉ុន្តែការគ្រងឯកសណ្ឋាននគរបាលជាតិទាំងខ្លួនពុំមែនជានគរបាលបែបនោះគឺជាទង្វើខុសច្បាប់ហើយក្រោយពេលដែលឃាត់ខ្លួននគរបាលបានរងចាំក្រែងមានប្រជាពលរដ្ឋណាម្នាក់ចាញ់បោកនាងទៅដាក់ពាក្យប្តឹងផងដែរប៉ុន្តែរហូតមកដល់ពេលនេះគឺពុំទាន់ឃើញមាននរណាប្តឹងនោះទេបច្ចុប្បន្នស្ត្រីដែលខ្លែងខ្លួនជានគរបាលរុកនោះកំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំពូលដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី
បាទអត់ការងារធ្វើចំណាយលុយ100អត់ប្រយោជន៍ហើយទៅជួបទោសជាប់ច្បាប់ទៀតបាទចឹងសូមបញ្ចប់បាទបទសារព័ត៌មាននេះតែតែនេះសិនសូមបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបានបទសារព័ត៌មានផ្លែកៗថ្មីៗជាច្រើនទៀតបាទសូមអរគុណនិងសូមគោរពលា